សូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះមានវីដេអូខ្លីមួយពាក់ព័ន្ធនឹងកម្មវិធី Excel តោះឥឡូវយើងទៅមើលបងប្អូនគ្នាតើវាជាវីដេអូបែបណានេះជាកម្មវិធី Excel ដែលអ្នកនរគ្នាបានឃើញហើយអ្វីដែលខ្ញុំចង់បញ្យល់នៅពេលនេះគឺពាក់ព័ន្ធនឹងការប្រើរូបមន្តបូកជាធម្មតាយើងទាំងអស់គ្នាប្រើរូបមន្តបូកនៅក្នុងកម្មវិធី Excel ដោយប្រើសញ្ញាស្មើសាំបើកំពុងចោលមកយើងយក cell ដើមហើយនឹង cell ចុងនេះអ្នកនរគ្នាបានមើលឃើញហើយបន្តមកយើងចុច Enter បន្ទាប់ពី Enter មកក្រោមយើងឃើញចំនួនលេខដែលយើងបានបូកនេះប៉ុន្តែបើយើងពិនិត្យមើលជាក់ស្ដែងលេខនេះអត់ត្រូវទេអ្វីដែលយើងបានបូកនេះឥឡូវយើងបូករូបមន្តមួយទៀតតើវាត្រូវឬក៏មិនត្រូវយើងប្រើរូបមន្តរាយបែបនេះវិញដើម្បីផ្ទៀងផ្ទាត់គ្នាតើវាត្រូវគ្នាឬក៏អត់នេះពេលដែលយើង Enter ចុះមកយើងឃើញចំនួនលេខនេះវាចេញបែបនេះវិញអញ្ចឹងខាងក្រោមនេះត្រូវហើយខាងលើនេះអត់ត្រូវណាដោយសារវាអត់បូកលេខ32នេះចូលអញ្ចឹងយើងទៅមើលមូលហេតុថាហេតុអីបានជាយើងប្រើរូបមន្តហើយបែរជាលេខ32នេះវាអត់បូកចូលហើយពិសេសសម្រាប់អ្នកដែលធ្វើតួលេខឬក៏តន័យផ្សេងសូមធ្វើការប្រុងប្រយ័ត្នដែរការពារវារើរូបមន្តទៅអាចធ្វើយើងខុសតួលេខនេះគឺបានមកពីការយកពី sheet មួយអញ្ចឹងខ្ញុំទៅបង្ហាញមូលហេតុដើមនៃការមិនបូកលេខ32នេះជាមួយនឹងលេខដទៃទៀតទៅមើល sheet ដើមរបស់វាមកនេះនៅត្រង់នេះលេខ32នេះជាលេខដែលខ្ញុំបានវាយបញ្ចូលអញ្ចឹងបើទោះបីជាយើងកែតម្រូវយ៉ាងម៉េចក៏វាអត់បូកឲ្យដែរឥឡូវយើងទៅមើលសារថ្មីនៅតែមិនបូកឲ្យអញ្ចឹងអ្នកនរនេះឃើញទៅនេះលោតសញ្ញាលឿងមួយអញ្ចឹងសូមប្រយ័ត្នមែនតើពេលយើងបញ្ចូលតួលេខបើសិនបើវាឃើញបែបហ្នឹងយើងចុចលើវាមកថាកំហុសមកពីអីលេខដែលយើងវាយបញ្ចូលនេះគឺវារាប់ជាអក្សរជាអត្ថបទអញ្ចឹងវាអត់បូកបញ្ចូលទេអញ្ចឹងដើម្បីឲ្យវាបូកបញ្ចូលអ្នកនរនេះយកខាងក្រោមនេះមក convert to number คลิกលើវាមួយមកអញ្ចឹងតែនេះបាត់សញ្ញាលឿងឥឡូវយើងទៅមើលតារាងរបស់យើងវិញវាបូកឬក៏អត់នេះឃើញទេបូកនេះគឺជាវិធីដោះស្រាយបញ្ហារូបមន្តមួយចំនួនដែលវា error គេលោកបងប្អូននេះជួបបញ្ហាបែបហ្នឹងហើយមិនដឹងដោះស្រាយយ៉ាងម៉េចអញ្ចឹងវីដេអូនេះអាចជួយបងប្អូនគ្នាបានអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាវីដេអូនេះហើយសូមកុំភ្លេចជួយចុច like ហើយនិង subscribe ឲ្យម្នាក់មួយផងជម្រាបលាទាំងអស់គ្នា